បាទអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបែបថ្ងៃនេះគឺខ្ញុំសូមបង្ហាញបាតដៃមួយតែមានសភាពខ្សែនៅខាងក្នុងគឺវារញ៉េរញ៉ៃច្រើនបាទគឺរញ៉េរញ៉ៃនេះបងប្អូនអាចមើលបានគឺដូចជាអគ្គិសនីឆ្លងភ្លើងអញ្ចឹងតែអញ្ចឹងគឺវាឆ្លងខ្លាំងប៉ុន្តែពេលយើងពិនិត្យទៅលើខ្សែមួយឥឡូវខ្ញុំពិនិត្យតទៅនឹងខ្សែបេះដូងរបស់គាត់គឺមិនល្អទេបាទមានកោះផងមានដាច់ផងហើយក៏ខ្សែអោនមុខចុះចាក់មកខាងក្រោមទៀតបាទហើយពិនិត្យមើលទៅលើខ្សែអាពាហ៍ពិពាហ៍គាត់រៀងកោងចាក់កោងមិនចេះបាទហើយបើពិនិត្យមើលទៅលើខ្សែជីវិតវិញគឺមានខ្សែដោះកាត់ច្រើនចេញពីទួលសុកទៅបាទច្រើនមែនទែនអានេះចេញពីទួលអង្គាទៀបទៅហើយចេញពីទួលសុកទៅក៏មានច្រើនបុកមកចឹងកណាមានសភាពខ្សែបែបនេះប៉ុន្តែពណ៌ដៃក៏ល្អបាទប៉ុន្តែកណាខ្សែរញ៉េរញ៉ៃហើយមានខ្សែបេះដូងកោងខ្សែអាពាហ៍ពិពាហ៍អញ្ចឹងឬក៏មានខ្សែដែលដោះកាត់ទូចេញមកអញ្ចឹងគឺមិនល្អទេបាទមានន័យថាដៃនេះមានទ្រព្យពីព្រោះពណ៌ដៃគាត់ស្អាតទួលនៅលើដៃគាត់ទួលសុកក៏ល្អទួលច័ន្ទក៏ល្អទួលនៅខាងលើthôiប៉ុន្តែតូចប៉ុន្តែកំពុងស្អាតមានពណ៌ស្អាតអញ្ចឹងគឺបញ្ជាក់អំពីកម្លាំងទ្រព្យរបស់គាត់គឺគាត់មានទ្រព្យប៉ុន្តែឲ្យមានសេចក្តីសុខនៅក្នុងគ្រួសារគឺអត់ទេបាទជាពិសេសតកតូនទៅនឹងជីវិតគូហើយភាគរយនៃការបែកបាក់នៅដលដៃនេះគឺមានច្រើនមែនទែនខ្សែរត់កាត់មួយនេះហើយគាត់បានឆ្លងកាត់នៅការបែកបាក់គ្រួសារនោះគឺ3 ដងហើយបាទអញ្ចឹងដៃប្រភេទនេះបើឲ្យរកគូគឺមិនសមបំណងទេបាទជួបឧបសគ្គនឹងច្រើនបើជួបតែគូណាក៏នៅតែមានបញ្ហាដែរកាលណាមានខ្សែកាត់ដុសចេញអញ្ចឹងហើយខ្សែអាពាហ៍ពិពាហ៍បែបនេះនឹងតម្រង់នៃខ្សែបើបេះដូងគាត់អោនអញ្ចឹងគឺអត់ល្អទេបាទអញ្ចឹងមានន័យថាគាត់មានទ្រព្យប៉ុន្តែសេចក្តីសុខផ្លូវកាយរបស់គាត់នឹងគឺគាត់អាចមានបាទប៉ុន្តែផ្លូវចិត្តអារម្មណ៍ឬក៏សេចក្តីស្រឡាញ់គឺគាត់ខ្វះខាតច្រើនណាស់បាទ